បាទសួស្តីបងប្អូនទាំងគ្នាបាទសូមស្វាគមន៍ក៏ចូលមកកាន់វីដេអូឃ្លីបខ្ញុំមួយនេះបាទវីដេអូនេះចង់បង្ហាញបងប្អូនពីកន្លឹះថ្មីមួយសម្រាប់បងប្អូនដែលគាត់អត់ទាន់ចេះ add បទចម្រៀងដែលយើងពេញចិត្តចូលក្នុង story ដើម្បីយើងតាំង story នៅក្នុងកម្មវិធី Facebook បងប្អូនបាទអញ្ចឹងបងប្អូនអត់ទាន់ចេះបងប្អូនអាចធ្វើតាមវិធីសាស្ត្រនេះបានបាទគឺយើង អាច add បទចម្រៀងណាដែលយើងពេញចិត្តបានអញ្ចឹងបងប្អូនចូលមកក្នុងកម្មវិធី Facebook មកបាទធម្មតាយើង add story បងប្អូនចុចកន្លែងនេះហើយនេះឲ្យបងប្អូនរើសរូបរបស់យើងមួយមកហើយបន្ទាប់មកបងប្អូនគាត់ជិះរើសបទចម្រៀងហើយអញ្ចឹងចុចកន្លែងហ្នឹងបងប្អូននឹងឃើញបទចម្រៀងណាដែលបងប្អូនចង់ដាក់ឬក៏អត់មាននៅក្នុងហ្នឹងអញ្ចឹងហើយបងប្អូនអាច search នៅធ្វើបែបនេះបានអញ្ចឹងបងប្អូនថយមកសិនមកហើយបងប្អូនចូលមកកន្លែង search នេះបងប្អូនធម្មតាគេនឹងផុសចម្រៀងជាច្រើននៅក្នុងកម្មវិធី Facebook ហើយអញ្ចឹងបងប្អូនចូលមកកន្លែង search របស់យើងមកហើយបងប្អូនវាយចំណងជើងបទណាដែលបងប្អូនពេញចិត្តបងប្អូនបាទឥឡូវខ្ញុំសូមដាក់បទនេះមួយចុះបាទដែលខ្ញុំបានធ្លាប់វាយអញ្ចឹងខ្ញុំចង់ដាក់បទហ្នឹងអញ្ចឹងបងប្អូនចង់ដាក់បទណាស្អាតបងប្អូនទេបងប្អូនអាចវាយនៅទីនេះបានអញ្ចឹងខ្ញុំវាយដាក់បទនេះបាទបន្តមកបងប្អូននឹងឃើញបទហ្នឹងហើយបទហ្នឹងជាច្រើនបងប្អូនចង់ឆ្លាញ់មួយណាបងប្អូនដាក់មួយហ្នឹងមកឆ្លាញ់បទនេះអញ្ចឹងបងប្អូនប្រកាសជាឃើញនៅកន្លែងនេះកន្លែងនេះប្រកាសជាឃើញចម្រៀងនៃគេលូតនៅកន្លែងនេះណាបងប្អូនបាទអញ្ចឹងបងប្អូនចុចដៃនឹងមកហើយបងប្អូនចុចកន្លែង save នេះបាទ save ជាការស្រេចបងប្អូនបាទ save ចឹងមកបាទប៉ុណ្ណឹងយើងហើយបងប្អូនបាទអញ្ចឹងចូលទៅក្នុង Facebook យើងធម្មតាវិញណាទៅយើង add story ធម្មតាវិញណាបងប្អូនបាទអញ្ចឹងចូលមក story ធម្មតាមកហើយបងប្អូនរើសរូបដែលយើងពេញចិត្តមកឥឡូវដាក់រូបមួយនេះគ្រាន់តែសុំហើយយើងលុបបទចម្រៀងខាងលើចាស់បងប្អូនចុចកន្លែងហ្នឹងមកពេលឃើញអញ្ចឹងហើយបងប្អូនមកមើលកន្លែងពាក្យថា save ណាបងប្អូន save ហ្នឹងមានន័យថាយើងបាន save បទចម្រៀងដែលយើងពេញចិត្តមិញណាបងប្អូនបាទចុច save ហ្នឹងមកនឹងឃើញបទចម្រៀងយើង save មិញណាបងប្អូនឃើញទេអញ្ចឹងបងប្អូនចុចលើវាមកនឹកអូនពេកទៅត្រជាក់ក្តៅលែងដឹងពេលដាក់បទហ្នឹងហើយយើងអាចpost story បានបងប្អូនបាទគឺតិចនេះគឺងាយស្រួលសម្រាប់បងប្អូនដែលគាត់អត់ទាន់ចេះបងប្អូនបាទអញ្ចឹងវីដេអូហ្នឹងមិនតែប៉ុណ្្នឹងទេបើសិនជាបងប្អូនពេញចិត្តនៅវីដេអូនេះបងប្អូនកុំភ្លេចជួយ subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងបាទអរគុណសម្រាប់ការទស្សនាវីដេអូខ្ញុំនេះ